បងប្អូនចាគ្រប់ជំរាបសួរអរុនសួស្តីថ្ងៃអាទិត្យខ្ញុំនៅសល់វីដេអូពីរាជវាំងឬមួយក៏ប្រាសាទឆាំពតរបស់ប្រទេសបារាំងណាបងប្អូនចានេះគឺទេសភាពខាងមុខប្រាសាទចាគេមានទីលានខាងមុខហ្នឹងមានដាំស្មៅពណ៌បៃតងមានដាំដើមឈើសងខាងផ្លូវកង់ផ្លូវអ្នកដំណើរអីអញ្ចឹងណាបងប្អូនចាហើយសំណាងដែរថ្ងៃដែលខ្ញុំទៅហ្នឹងគឺអាកាសធាតុល្អចាបើកថ្ងៃហើយមិនសូវជាត្រជាក់ទេចាចូលខែ9ហើយធម្មតាគឺយើងចុះត្រជាក់តិចប៉ុន្តែនៅប្រទេសបារាំងប៉ែកខាងនេះគឺអត់សូវត្រជាក់ប្រហែលទេល្មមបងប្អូនចាហើយខ្ញុំទៅនឹងខ្ញុំអត់បានទិញសំបុត្រនៅកន្លែងហ្នឹងទេគឺខ្ញុំទិញតាមអនឡាញមុនពេលខ្ញុំទៅបងប្អូនដើម្បី save ពេលវេលាអញ្ចឹងទៅខ្ញុំទិញតាមអនឡាញសំបុត្រម្នាក់គឺ€19បងប្អូនចាបើសិនជាយើងអត់ទិញមុនទេយើងនៅឈរតម្រង់ជួររៀងខាតពេលចាអញ្ចឹងទៅដើម្បីកុំឲ្យខាតពេលខ្ញុំក៏នាំគ្នាទិញសំបុត្រតាមអនឡាញមុនទៅចាមានគម្រោងទុកមុនទៅលេងហ្នឹងចាហើយភ្ញៀវច្រើនដែរហើយរាជវាំងគេធំបងប្អូនចាសំបុត្រ€19ហ្នឹង